បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញពីនៅគុណភាពរថយន្តមួយប្រភេទដែលជាផលិតផលថ្មីរបស់ GTV ជាក់ស្ដែងយើងបានយករថយន្តនោះមកធ្វើតេស្តសាកល្បងលើដងផ្លូវនៅប្រទេសកម្ពុជានៅខាងឆ្វេងដៃហ្នឹងគឺជារថយន្តម៉ាកឌីចស័យដែលយើងបានធ្វើតេស្តសាកល្បងក្នុងល្បឿនពីការបើកបរគឺ100គីឡូក្នុង1ម៉ោងធ្វើឲ្យមានការឧបសគ្គកើតឡើងប៉ុន្តែរថយន្តជាក់ស្ដែងបានឃើញនេះគឺมันមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេមានថាតួផ្នែកទាំងមូលទាំងអស់គឺមានសភាពមួយថានៅល្អច្រើនក្នុងល្បឿន100គីឡូយើងគិតថាអាចជាបញ្ហាមួយធ្ងន់ធ្ងរមែនទែនប៉ុន្តែបើជាក់ស្ដែងជាមើលឡានផ្ទាល់គឺអត់មានបញ្ហាច្រើនទេបាទវាមានបញ្ហាតិចតួចសម្រាប់អ្នកបើកបរក៏មិនមានប៉ះពាល់អីដែរហើយអ្វីដែលយើងឃើញជាក់ស្ដែងឡានទាំងអស់នេះគឺវាមានធន់មែនទែនការកពិតអីផ្សេងៗគឺវាតិចតួចអញ្ចឹងមានថាកន្លប់ពីជុំក្នុងល្បឿន100គីឡូគឺវាមិនធម្មតាទេបើយើងគិតថាពីសុវត្ថិភាពវាអាចឡានល្មមគឺនឹងរួញបាទឬក៏ផ្ទុះពងទូអីច្រើនឬអាចជាមួយទៀតកញ្ចក់គឺយើងបែកតែផ្នែកខាងមុខតែប៉ុណ្ណោះបាទអញ្ចឹងវាយើងអាចវិនិច្ឆ័យបានថារថយន្តនេះគឺគុណភាពនៃការធន់គឺខ្ពស់មែនទែនបាទសូមអរគុណ